បាទជំរាបសួរលោកគ្រូទេនិងជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងខ្ញុំសូមមកធ្វើការសង្ខេបនិងឆ្លុះបញ្ចាំងតកតទៅនឹងមេរៀនទី4គឺនិយាយអំពី Abandon Formative Assessment គឺជាការវិតម្លៃបែបបន្តដែលបញ្ចូលជាមួយនឹងដំណើរការបង្រៀននិងរៀនជាប្រចាំថ្ងៃមិនមែនជាការធ្វើឡើងដាច់ដោយឡែកពីការបង្រៀនទេគឺវាផ្សារភ្ជាប់ជាមួយគ្នាវាផ្ដោតទៅលើការប្រមូលព័ត៌មានអំពីការយល់ដឹងរបស់សិស្សក្នុងពេលដែលយើងបង្រៀនជាក់ស្ដែងអញ្ចឹងគ្រូអាចកែសម្រួលនិងជួយសិស្សបានទាន់ពេលវេលានៅក្នុងដំណើរការនៃការបង្រៀននៅក្នុងមេរៀននេះដែរគឺមានគោលបំណងចង់ឲ្យយើងដឹងថាសិស្សកំពុងតែគាត់ដឹងអំពីមេរៀនអ្វីនិងមិនទាន់យល់នៅមេរៀនអ្វីបិទចន្លោះរវាងគោលដៅរៀននិងសកម្មភាពពិតរបស់សិស្សលើកកម្ពស់ការរៀនជ្រាវជ្រៅនិងការតាំងចិត្តរៀនរបស់សិស្សដែលនៅក្នុងមេរៀននេះដែរគឺគេបែងចែកជាវដ្តនៃ formative assessment គឺកំណត់គោលដៅឲ្យសិស្សរៀនឲ្យច្បាស់លាស់ប្រមូលភស្តុតាងដោយការសង្កេតធ្វើសំណួរឬក៏កិច្ចការផ្សេងបកស្រាយតាមភស្តុតាងឬក៏តាមព័ត៌មានដែលយើងប្រមូលបានផ្ដល់មតិយោបល់ត្រឡប់ទៅវិញមានន័យយើងប្រមូលបាននៅភស្តុតាងឬក៏ព័ត៌មានអីផ្សេងគឺយើងត្រូវចេះផ្ដល់មតិយោបល់ត្រឡប់ទៅវិញដើម្បីកែសម្រួលនៅចំណុចដែលខ្វះខាតដើម្បីឲ្យដំណើរការបង្រៀននិងរៀនរបស់យើងនឹងគឺមានការល្អប្រសើរប្រភេទ formative assessment គឺមានដូចជាកាត់ឡើងនៅក្នុងពេលបង្រៀនផ្ដល់មតិយោបល់ភ្លាមមានឥទ្ធិពលខ្ពស់លើការរៀនប្រើតេស្តឬក៏កិច្ចការផ្លូវការក្នុងការវាស់ស្ទង់មតិយោបល់យឺតមាននៅពេលដែលយើងផ្ដល់មតិយោបល់ទៅគាត់គឺមានភាពយឺតដើម្បីឲ្យគាត់ងាយស្រួលក្នុងការទទួលទៅនឹងការប្រមូលភស្តុតាងនៃការរៀនគឺគ្រូអាចប្រមូលភស្តុតាងតាមរយៈការសង្កេតការសួរសំណួរឬក៏អន្តរកម្មក្នុងថ្នាក់មានន័យថាអន្តរកម្មក្នុងថ្នាក់ហ្នឹងគឺមានន័យថាការតំណាក់តំណងគ្នាទៅវិញទៅមករវាងសកម្មភាពគ្រូនិងសកម្មភាពសិស្សឬក៏សកម្មភាពសិស្សនិងសកម្មភាពសិស្សដែលប្រព្រឹត្តទៅនៅក្នុងដំណើរការនៃការបង្រៀនរបស់យើងដែលអាចប្រើភស្តុតាងច្រើនប្រភេទជួយបង្កើតភាពត្រឹមត្រូវនៃការវិតម្លៃ feedback និងការសរសើរមានន័យការផ្ដល់មតិយោបល់ល្អត្រឡប់ទៅវិញត្រូវទាន់ពេលជាក់លាក់និងអាចអនុវត្តបានគួរតែផ្ដោតទៅលើភារកិច្ចនិងដំណើរការនៅក្នុងដំណើរការនៃការបង្រៀនរបស់យើងនឹងមានន័យត្រូវចេះផ្ដល់មតិយោបល់ត្រឡប់ទៅវិញល្អហើយទាន់ពេលវេលាហើយមានភាពជាក់លាក់ត្រឹមត្រូវនិងភ្ជាប់ជាមួយនឹងពាក្យសរសើរដោយការលើកខិតខំនិងបង្ហាញអ្វីដែលគាត់ធ្វើបានល្អនឹងនៅក្នុងមេរៀននេះដែរគឺគេឆ្លុះបញ្ចាំងទៅនឹងការផ្លាស់ប្ដូរតួនាទីរបស់គ្រូពីការអានឯកសារយើងអាចឆ្លុះបញ្ចាំងឲ្យឃើញថាតួនាទីគ្រូត្រូវផ្លាស់ពីអ្នកបង្រៀនតែខ្លឹមសារទៅជាអ្នកដឹកនាំការរៀនមាននៅក្នុងថ្នាក់ហ្នឹងគឺគ្រូមិនមែនគ្រាន់តែជាអ្នកអានឯកសារឲ្យកូនសិស្សស្ដាប់ទេតែប្រែคล้ายតួនាទីគ្រូហ្នឹងទៅជាអ្នកដឹកនាំកូនសិស្សនៅក្នុងថ្នាក់ហ្នឹងរៀនជាលក្ខណៈក្រុមគ្រូត្រូវសង្កេតស្ដាប់និងសន្យោគ
ចម្លើយភ្លាមទៅតាមការយល់ដឹងពិតរបស់សិស្សមានន័យគាត់ជាអ្នកដឹកនាំហើយគាត់ជាអ្នកសំយោគចម្លើយដើម្បីផ្ដល់ feedback ទៅកាន់កូនសិស្សវិញសិស្សជាម្ចាស់ការនៃការរៀនដោយវាតម្លៃខ្លួនឯងអញ្ចឹងសិស្សអាចធ្វើការស្វ័យវាតម្លៃនៅខ្លួនឯងដោយដឹងអំពីសមត្ថភាពនៃខ្លួនឯងមានន័យថាដឹងពីកំហុសនិងវិធីកែលម្អនៅអ្វីដែលខ្លួនបានធ្វើខុសនឹងមានទំនុកចិត្តក្នុងការគ្រប់គ្រងការរៀនដោយខ្លួនឯងនេះធ្វើឲ្យសិស្សមិនរៀនដើម្បីតែបន្ទុកប៉ុណ្ណោះទេប៉ុន្តែគឺគាត់រៀនដើម្បីយល់ដឹងនិងអភិវឌ្ឍខ្លួនគាត់ឲ្យមានការរីកចម្រើនបញ្ហាប្រឈមក្នុងការអនុវត្តអាចជួបបញ្ហាដូចខាងក្រោមដែលតកតងទៅនឹងការវិតម្លៃរបស់យើងនឹងគឺថ្នាក់រៀនមានសិស្សច្រើនអញ្ចឹងនៅក្នុងថ្នាក់រៀនដែលមានសិស្សច្រើនគឺយើងពិបាកក្នុងការវិតម្លៃដោយការវិតម្លៃរបស់យើងនឹងគឺมันមានភាពសុក្រិត100% ទេនិងមួយចំណុចទៀតគឺពេលវេលាកំណត់អញ្ចឹងយើងអាចត្រូវការពេលវេលារយៈពេលវែងនៅក្នុងការវិតម្លៃប៉ុន្តែពេលវេលាដែលយើងមានគឺរយៈពេលខ្លីអញ្ចឹងយើងអាចនឹងធ្វើការវិតម្លៃនឹងដោយបឋិញាត់មិនបានលម្អិតគ្រប់ជ្រុងជ្រោយគ្រូមិនទាន់ស្ទាត់ជំនាញក្នុងការផ្ដល់មតិត្រឡប់ទៅវិញដែលមានគុណភាពមានន័យគ្រូមិនទាន់មានភាពប៉ិនប្រសប់ក្នុងការផ្ដល់មតិយោបល់ត្រឡប់ទៅវិញដែលមានប្រសិទ្ធភាពក្នុងការកែលម្អនៅចំណុចខ្វះខាតរបស់កូនសិស្សទោះជាយ៉ាងណាឯកសារបញ្ជាក់ថាការចាប់ផ្ដើមពីសកម្មភាពតូចៗដូចជាសំណួរល្អនិងមតិយោបល់ខ្លីៗអាចបង្កើតផលប៉ះពាល់ធំបានតើតើនៅចំណុចនេះមានន័យថាទោះជាយ៉ាងណានៅពេលដែលយើងមានឯកសារបញ្ជាក់ហើយបង្ហាញអំពីសកម្មភាពដែលគេបានធ្វើនៅក្នុងការវិតម្លៃដោយភ្ជាប់ជាមួយនឹងសំណួរឬក៏មតិយោបល់ខ្លីៗហ្នឹងក៏អាចបង្កើតទៅជាផលប៉ះពាល់ធំបានដែរតែតើនឹងសារៈសំខាន់សម្រាប់បរិបទអប់រំនៅប្រទេសកម្ពុជាយើងគឺទី1គឺមិនពឹងផ្អែកតែលើតេស្តទេមានន័យថានៅក្នុងបរិបទនៃការអប់រំនៅប្រទេសកម្ពុជាយើងគឺមិនពឹងផ្អែកទៅលើការតែធ្វើតេស្តមួយមុខទេហើយនឹងគឺផ្ដោតទៅលើអន្តរកម្មគ្រូនិងសិស្សមានន័យថាគឺផ្ដោតទៅលើទំនាក់ទំនងរវាងគ្រូហើយនិងសិស្សនៅក្នុងថ្នាក់តើនៅពេលដែលដំណើរការបង្រៀនហ្នឹងគ្រូនិងសិស្សហ្នឹងមានអន្តរកម្មជាមួយគ្នាដែរឬទេបាទអញ្ចឹងបើដំណើរការនៅក្នុងការបង្រៀនគ្រូនិងសិស្សមិនមានអន្តរកម្មនឹងគ្នាទេគឺវាមិនមានលទ្ធផលក្នុងការឆ្លើយតបអំពីលទ្ធផលដែលយើងបានគ្រោងទុកមុនពេលបង្រៀននោះឡើយមានន័យថាគ្រូបង្រៀនដោយគ្រូទៅសិស្សដោយសិស្សទៅមានវាមិនមានការប្រតិបត្តិគ្នាហើយមានការសួរមានការឆ្លើយរវាងគ្រូនិងសិស្សមួយទៀតគឺជួយផ្ដល់និងលើកកម្ពស់គុណភាពបង្រៀននិងរៀននៅក្នុងថ្នាក់ពិតប្រាកដបាទអញ្ចឹងគឺវាជួយផ្ដល់គុណភាពបង្រៀនមានការបង្រៀនដោយមានប្រសិទ្ធភាពបង្រៀនទៅគឺកូនសិស្សអាចទទួលយកបាននិងមានលទ្ធផលពិតជាក់ស្ដែងដែលយើងអាចមើលឃើញភ្លាមនៅក្នុងដំណើរការនៃការបង្រៀនរបស់យើងនឹងជាងការសន្និដ្ឋានតកតងទៅនឹងembedding for material assessment គឺជាបេះដូងនៃការបង្រៀនដែលមានប្រសិទ្ធភាព
វាជួយឲ្យគ្រូសម្រាប់ចាត់បានត្រឹមត្រូវសិស្សរៀនបានជ្រាលជ្រៅនិងបង្កើតវប្បធម៌ថ្នាក់រៀនដែលផ្ដោតទៅលើការរីកចម្រើនជាងបន្ទុកមានន័យថានៅក្នុងមេរៀននេះគឺគេផ្ដោតទៅលើចង់ឲ្យសិស្សរីកចម្រើននៅផ្នែកពុទ្ធិឬក៏ផ្នែកចំណេះដឹងដែលគាត់ទទួលបានពីគ្រូមិនផ្ដោតតែទៅលើតែបន្ទុកនោះទេបាទសូមអរគុណបើមានកំហុសឆ្គងកន្លែងណាសូមលោកគ្រូជួយហើយកែសម្រួលបន្ថែម